ពីមក quarter ទៅមក quarter ចំណូលរបស់វាគឺកើនឡើងដល់ពេលមួយឃើញ earning ចុងក្រោយវាមិនគឺវា pop up ឡើងវាផ្ទុះឡើងច្រើនមែនតើគិតមើលអញ្ចឹងជាមួយទីផ្សារពីហ៊ុនគឺបែបហ្នឹងឲ្យតែមានអាករណី compression នឹងកើតឡើងកុំភ័យអត់យូរទេ share price គឺវានឹងឡើងទៅវិញលឿនមកដូចជ្រួចអញ្ចឹងឲ្យតែមានករណីនឹងកើតឡើងគឺខ្ញុំឲ្យឈ្មោះថាជាឱកាសមាសហើយបើតាមបទពិសោធន៍របស់ខ្ញុំជាមួយនឹងទីផ្សារពីហ៊ុនកន្លងមកហ្នឹងខ្ញុំអាចនិយាយបានថាអញ្ចឹងផលចំណេញដែលទទួលបានពីវាហ្នឹងអាចចន្លោះពី 100% ទៅ 800% យ៉ាគឺ 100 ទៅ 800% ណាបើគិតទៅវាមិនតិចទេវាច្រើនមែនតើអញនិយាយអញ្ចឹងខ្ញុំនិយាយបែបហ្នឹងដោយសារតែបទពិសោធន៍របស់ខ្ញុំផ្ទាល់វិនិយោគជាមួយវាផ្ទាល់កន្លងមកហ្នឹងតើអ្នកអាចជឿក៏បានមិនជឿក៏បានដែរប៉ុន្តែចូលទៅមើលនៅក្នុង track record របស់ខ្ញុំទៅតែឯងតែបង្ហាញនៅក្នុងវីដេអូនឹងជានិច្ចណាអផលចំណេញច្រើនបែបហ្នឹងមួយទៀតណាវាមិនមែនកើតមានឡើងជាមួយនឹងគ្រប់ក្រុមហ៊ុនដែលមាននៅក្នុងទីផ្សារដែលយើងអាចវិនិយោគបានទេអត់ទេវាកើតឡើងជាមួយនឹងក្រុមហ៊ុនជាក់លាក់មួយចំនួនណាដោយសារអីគឺវាមានលក្ខណៈពិសេសដែលយើងមើលទៅឃើញគ្រាន់តែឃើញលក្ខណៈហ្នឹងហើយវិនិយោគជាមួយវាទៅឱកាសចំណេញច្រើនហ្នឹងគឺវាខ្ពស់មែនតើហើយកុំភ័យនៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងប្រាប់តើអ្នកគ្នាពីលក្ខណៈសំខាន់ហ្នឹងអញ្ចឹងគ្រាន់តែយើងឃើញលក្ខណៈហ្នឹងមកដាក់លុយវិនិយោគជាមួយក្រុមហ៊ុនទាំងអស់ហ្នឹងទៅផលចំណេញច្រើនដែលអាចនឹងទទួលបានគឺវាមានភាគរយខ្ពស់មែនតើអញ្ចឹងកុំភ័យនៅក្នុងហ្នឹងគឺខ្ញុំនឹងប្រាប់តើអ្នកគ្នាទាំងអស់ណាអូខេឥឡូវយើងមកមើលពីលក្ខណៈហ្នឹងទៅភាគច្រើនដែលធ្វើវីដេអូគឺខ្ញុំមិនចង់ឲ្យទាំងអស់គ្នានៅមានអារម្មណ៍មួយថាអូយក្រប្រាប់ម្លេះយូរម្លេះនៅអូកាឡាចូលម្លេះអត់ទេអានេះគឺលក្ខណៈសំខាន់ដែលខ្ញុំនឹងឲ្យទាំងអស់គ្នាដឹងមកខ្ញុំឲ្យឈ្មោះវាថាឱកាសមាសកន្លែងហ្នឹងគឺវាមិនមែនចេះតែកើតមានឡើងជាមួយនឹងគ្រប់ក្រុមហ៊ុនទាំងអស់អត់ទេគឺវាកើតឡើងជាមួយនឹងក្រុមហ៊ុនជាក់លាក់មួយចំនួនហើយក្រុមហ៊ុនទាំងអស់ហ្នឹងខ្ញុំឲ្យឈ្មោះថាជាក្រុមហ៊ុនដែលរកស៊ីចំណេញក្រុមហ៊ុនដែលអាជីវកម្មរបស់វានៅក្នុងទីផ្សារគឺវាមានលក្ខណៈមួយថាproduct ឬក៏សេវាកម្មរបស់វាជាជំរើសទី1ឬក៏ជំរើសទី2ឬក៏ទីផ្សារអត់អាចខ្វះវាបានទេអញ្ចឹងពេលដែលយើងឃើញលក្ខណៈបែបហ្នឹងហើយយើងអាចបកប្រែវាបានថាជាក្រុមហ៊ុនមួយដែលពណ៌បៃតងនេះគឺតំណាងឲ្យ business ឬក៏អាជីវកម្មមានន័យថាវារកស៊ីចំណេញពីមួយ quarter ទៅមួយ quarter ពីមួយឆ្នាំទៅមួយឆ្នាំណាហើយពណ៌ក្រហមនេះគឺតំណាងឲ្យ share price ឬក៏តម្លៃហ៊ុនរបស់ក្រុមហ៊ុនមួយហ្នឹងអញ្ចឹងតើអ្នកគ្នាឃើញថាម៉េចតើអ្នកគ្នាឃើញថាវាដើរប្រច្រាស់គ្នាគឺវាដើរប្រច្រាស់គ្នាណាប្រច្រាស់មិនទៅមានន័យថាក្រុមហ៊ុនហ្នឹងគឺវារកស៊ីចំណេញប៉ុន្តែតម្លៃរបស់ភាគហ៊ុនវាគឺរកស៊ីគឺវាធ្លាក់ចុះឃើញអត់កន្លែងហ្នឹងវាមានន័យថាម៉េចវាមានន័យថាវាដើរផ្ទុយគ្នារកស៊ីពីមួយខែទៅមួយខែពីមួយ quarter ទៅមួយ quarter ពីមួយឆ្នាំទៅមួយឆ្នាំគឺកើនឡើងប៉ុន្តែ share price គឺវាធ្លាក់ចុះអាហ្នឹងបង្ហាញឲ្យឃើញលក្ខណៈល្អកន្លែងហ្នឹងលក្ខណៈដែលខ្ញុំឲ្យឈ្មោះថាគឺជាឱកាសមាសហើយឱកាសមាសមិនអញ្ចឹងពេលដែលយើងឃើញឱកាសបែបហ្នឹងមកឱកាសដែលថាអូខេក្រុមហ៊ុនហ្នឹងវារកស៊ីចំណេញតើប៉ុន្តែ share price របស់វាគឺធ្លាក់ចុះតើឲ្យតែមានករណីនឹងកើតឡើងគឺខ្ញុំឲ្យឈ្មោះថាជាឱកាសមាសហើយជាក្រុមហ៊ុនមួយដែលវាបង្ហាញឱកាសមាសមកឲ្យយើងហើយមានន័យថាឃើញកន្លែងនឹងកើតឡើងក្រុមហ៊ុនអញ្ចឹងដាក់លុយវិនិយោគជាមួយវាទៅឱកាសនៅក្នុងការចំណេញហ្នឹងគឺវាច្រើនខ្លាំងមែនទែនវាកម្រកើតមានប៉ុន្តែពេលដែលវាកើតមានហើយអាហ្នឹងគឺជាឱកាសមាសរបស់យើងហើយជាមួយនឹង stock market ការវិនិយោគជាមួយវាអាចនិយាយបានថាវាគឺជាប្រភេទទ្រព្យមួយដែលយើងអាចវិនិយោគបានហើយវាខុសប្លែកពីទ្រព្យប្រភេទផ្សេងទៀតណាអញ្ចឹងបើធៀបជាមួយនឹងអចលនទ្រព្យទៅគឺវាខុសគ្នាអចលនទ្រព្យតែវាឡើងហើយតម្លៃរបស់វាគឺមិនងាយចុះមកវិញទេដោយសារតែការយកឃើញរបស់អ្នកទិញប៉ុន្តែនៅក្នុងទីផ្សារពេលហ៊ុនអត់ទេតម្លៃរបស់ក្រុមហ៊ុនល្អវាអាចឡើងហើយវាអាចចុះវាអាច miss price ណាកន្លែងហ្នឹងមានន័យថាម៉េច miss price មានន័យថាក្រុមហ៊ុនហ្នឹងគឺរកស៊ីចំណេញទេប៉ុន្តែ share price របស់វាគឺធ្លាក់ចុះអាហ្នឹងខ្ញុំឲ្យឈ្មោះថា miss price ពេលដែលមានរឿងនឹងកើតឡើងពេលអា miss price នឹងកើតឡើងវាគឺជាឱកាសរបស់យើងហើយឲ្យតែយើងមានសមត្ថភាពនៅក្នុងការរកឲ្យឃើញក្រុមហ៊ុនអញ្ចឹងរកឃើញក្រុមហ៊ុនអញ្ចឹងហើយគឺផលចំណេញអាចនឹងទទួលបានច្រើនហើយប៉ុន្តែសួរតើនៅក្នុងទីផ្សារវាឧស្សាហកម្មមានឡើងអញ្ចឹងចម្លើយគឺអាចនិយាយបានថាវាមិនសូវទេវាកម្រនឹងកើតមានទេប៉ុន្តែពេលដែលវាកើតមានហើយយើងអាចចាប់យកឱកាសនឹងបានផលចំណេញគឺដូចនិយាយអញ្ចឹងវាច្រើនមែនទែនខ្ញុំទទួលបានផលចំណេញបែបហ្នឹងមិនជាច្រើនក្រុមហ៊ុនប្រមាណទេប៉ុន្តែផលចំណេញគឺមិនតិចទេណាវាច្រើនមែនទែនរហូតដល់7ឬក៏ 800% អញ្ចឹងបើសិនជាទាំងអស់គ្នាគិតតែប៉ុណ្្នឹងតិចខ្ញុំមិនដឹងថាម៉េចទេអូខេអញ្ចឹងសរុបទៅគឺអ្វីដែលយើងទៅរកគឺទៅរកក្រុមហ៊ុនប្រភេទអញ្ចឹង
ក្រុមហ៊ុនដែលរកស៊ីចំណេញប៉ុន្តែ share price របស់វាគឺធ្លាក់ចុះរកឲ្យឃើញក្រុមហ៊ុនហ្នឹងហើយអាចដាក់លុយជាមួយវាទៅនៅក្នុងរយៈពេលវែងខ្ញុំធានាឲ្យគឺអត់ខាតបង់ទេលុយរបស់បងប្អូនគឺដឹងតែការឡើងហើយឥឡូវយើងមកលម្អិតមួយទៀតតាក់ទងជាមួយនឹងរឿងហ្នឹងអញ្ចឹងពេលដែលអូខេពេលដែលវាមានអាករណីប្រច្រាស់គ្នាអញ្ចឹងរកស៊ីចំណេញប៉ុន្តែ share price វាធ្លាក់ចុះអញ្ចឹងសួរតាហេតុអីបានជាវាបង្កើតឱកាសមាសកន្លែងហ្នឹងឱកាសមាសកន្លែងហ្នឹងវាកើតឡើងគឺក្នុងទម្រង់បែបនេះទេអានេះខ្ញុំឲ្យករណីថា compression កន្លែងហ្នឹងគឺវាដូចជាការដែលយើងសកត់ roster អញ្ចឹងណាអញ្ចឹងកាលណាដែលយើងសកត់ទៅយើងរំពឹងថាវាអត់ងើបឡើងវិញច្បាស់ណាស់គឺអត់ទេយើងដឹងថា roster គឺពេលដែលយើងកាន់តែសង្កត់វាឲ្យកាន់តែខ្លាំងសម្ពាធរបស់វាកាន់ឡើងពេលដែលយើងលែងទៅវិញវាមិនគឺវាបោនទៅវិញអញ្ចឹងតែមកអញ្ចឹងនៅក្នុងករណីក្រុមហ៊ុនមួយដែលរកស៊ីចំណេញប៉ុន្តែ share price របស់វាធ្លាក់ចុះហ្នឹងគឺវាបង្កើតឲ្យមានអាករណីហ្នឹងcompression ហ្នឹងcompression កន្លែងហ្នឹងដូចឧទាហរណ៍បែបងាយអញ្ចឹងទៅគឺ roster កាន់តែសង្កត់ខ្លាំងវាកាន់តែមានសម្ពាធខ្លាំងហើយមិនយូរមិនឆាប់ទេឱកាសមកដល់គឺវានឹងបោនឡើងទៅវិញក៏ខ្លាំងអញ្ចឹងដែរហើយđâyបានជាខ្ញុំនិយាយអញ្ចឹងវាបែបនេះទេឥឡូវខ្ញុំបញ្យល់បែបងាយនៅក្នុងហ្នឹងទៅអញ្ចឹងឧទាហរណ៍ថាក្រុមហ៊ុនមួយដែលវារកស៊ីចំណេញប៉ុន្តែ share price របស់វាអត់ឡើងទេគឺវាបង្កើតឲ្យមាន compression ហ្នឹងមានន័យថាម៉េចមានន័យថាវាឡើងហើយវាចុះវាឡើងហើយវាចុះវាឡើងហើយវាចុះអាហ្នឹងគឺកំឡុងពេលដែលវាកំពុងតែបង្កើតឲ្យមានករណី compression សង្កត់ឬក៏បង្កើតសម្ពាធជាមួយនឹង share price ហ្នឹងហើយគិតមើលរកស៊ីកើនឡើងប៉ុន្តែ share price វាអត់ reflect អាហ្នឹងទេធម្មតាក្រុមហ៊ុនមួយដែលរកស៊ីកើនឡើងវាតែងតែនាំ share price ហ្នឹងគឺវាកើនឡើងដូចគ្នាអញ្ចឹងប៉ុន្តែបើសិនជាមានករណីហ្នឹងកើនឡើងមានន័យថារកស៊ីចំណេញពីមួយ quarter ទៅមួយ quarter ពីមួយឆ្នាំទៅមួយឆ្នាំតម្លៃរបស់ share price គឺវាអត់កើនឡើងទេច្បាស់ណាស់គឺវាបង្កើតឲ្យមានអាករណីសម្ពាធហ្នឹងកាលណាវាមានរឿងហ្នឹងកើតឡើងយើងឃើញទម្រង់បែបហ្នឹងគឺ share price ឡើងចុះប៉ុន្តែខ្ញុំអាចនិយាយបានយ៉ាង 100% ថាដល់ពេលមួយ share price គឺវានឹង push up ឡើងទៅលើដូចលក្ខណៈបែបផ្ទុះហ្គាសអញ្ចឹងណាឬក៏ដូចលក្ខណៈយើងក្លុកកូកាហើយសម្ពាធនៅក្នុងកំប៉ុងកូកាហ្នឹងគឺវាកើតឡើងពេលដែលយើងមូលដបទៅមូលគម្របដបទៅគឺវាលក្ខណៈបែបព្យូឡើងទៅវិញអញ្ចឹងឃើញទេអញ្ចឹងជាមួយទីផ្សារពីហ៊ុនគឺបែបហ្នឹងឲ្យតែមានអាករណី compression នឹងកើតឡើងកុំភ័យអត់យូរទេ share price គឺវានឹងឡើងទៅវិញលឿនមកដូចជួចអញ្ចឹងណាអញ្ចឹងសំណួរគឺថាតើ compression ហ្នឹងអាករណីសង្កត់សម្ពាធហ្នឹងវាកើតឡើងមាននៅពេលណាដូចយើងនិយាយហើយគឺវាកើតមាននៅពេលដែលក្រុមហ៊ុនហ្នឹងវារកស៊ីចំណេញប៉ុន្តែ share price របស់វាគឺវាធ្លាក់ចុះឲ្យតែមានរឿងហ្នឹងកើតឡើងច្បាស់ណាស់គឺវាបង្កើតឲ្យមានសម្ពាធហ្នឹងហើយកាលណាដែលមានសម្ពាធនឹងកើតឡើងនៅក្នុងទីផ្សារនៅក្នុង share price របស់វាអត់យូរទេដូចខ្ញុំនិយាយអញ្ចឹងគឺដល់ពេលមួយវានឹងផ្ទុះឡើងហើយកើនឡើងច្រើនទៀតផងខ្ញុំហ៊ាននិយាយអញ្ចឹងមកដោយសារអីវាមានអំណាងយើងមានបទពិសោធន៍ជាមួយវាណាអានេះគឺជាក្រុមហ៊ុនតាក់ទងជាមួយនឹង cyber security មួយដែលមានឈ្មោះថា Fortinet ណាអញ្ចឹងក្រុមហ៊ុន Fortinet ហ្នឹងវាគឺជាក្រុមហ៊ុនមួយដែលល្អហើយល្អមិនល្អហ្មងវាបញ្ជាក់ដោយសារតែតួលេខហើយនឹងរបៀបដែលវារកស៊ីណាប៉ុន្តែអ្វីដែលខ្ញុំអាចសរុបបានគឺ Fortinet វាគឺជាក្រុមហ៊ុនមួយដែលល្អដែលរកស៊ីចំណេញរកស៊ីចំណេញណាប៉ុន្តែដល់ពេលមួយវាគឺស្ថិតនៅក្នុងដំណាក់កាលសម្ពាធដែលខ្ញុំនិយាយប្រាប់ដល់អ្នកគ្នាមុនហ្នឹងហើយមានពេលមួយគឺដោយសារតែ earning របស់វាអត់ល្អវាមិនមែនថាអត់ល្អរកស៊ីមិនចំណេញវាចំណេញតែអត់ដល់អ្វីដែលពួក analyst គេរំពឹងទុកណាធ្វើឲ្យ share price របស់វាគឺធ្លាក់ប្រហែលជា 20% ជាងធ្លាក់ 20% ជាងគឺវាមិននៅត្រឹមហ្នឹងឃើញអត់តោះនេះឃើញតែម៉េចនៅក្នុង range ហ្នឹងគឺវាឡើងវាចុះប្រហែល3-4 quarter ហើយប្រហែលជាជិតមួយឆ្នាំតោះនេះឃើញតែម៉េចគឺវានៅតែប៉ុណ្្នឹងប៉ុន្តែធៀបពិតឃើញអត់ earning របស់វាសមត្ថភាពរកលុយរបស់វាគឺវាកើនឡើងនិយាយចំគឺក្រុមហ៊ុន Fortinet ហ្នឹងពីមួយ quarter ទៅមួយ quarter ចំណូលរបស់វាគឺកើនឡើងផលចំណេញរបស់វាគឺកើនឡើងលុយនៅក្នុងឬក៏អាចនិយាយបានថា free cash flow របស់វាក៏កើនឡើងដែរ earning per share របស់វាក៏កើនឡើងដែរស្អីគឺកើនឡើងទាំងអស់តួលេខរបស់វាកើនឡើងប៉ុន្តែ share price វាអត់តែណាទេគឺចាត់វានៅតែមកកវល់ហ្នឹងតម្លៃប៉ុណ្ណឹងតែមកប្រហែលជាមួយឆ្នាំជាងដល់ពេលមួយគឺញ៉ាំ earning ចុងក្រោយវាមិនគឺវា pop up ឡើងវាផ្ទុះឡើងច្រើនមែនតើគិតមើលលក្ខណៈបែបដូចយើងនិយាយអញ្ចឹងគឺរកស៊ីចំណេញប៉ុន្តែ share price វាអត់ឡើងកាលណាវាអត់ឡើងមិនគឺវាដូចជារងសម្ពាធមួយដែលយើងសង្កត់និយាយជាមួយនឹង research អញ្ចឹងសង្កត់វាទៅវាកាន់តែមានសម្ពាធសង្កត់វាទៅវាកាន់តែមានសម្ពាធអញ្ចឹង3ឬក៏4 quarter ក្រោយដល់គ្នាសម័យថាម៉េច
ច្បាស់ណាស់គឺពេលដែលវា pop up គឺវាឡើងច្រើនមែនតើដូចយើងក៏ឡងកោកានិយាយមុនហ្នឹងអញ្ចឹងអានេះគឺ Fortinet ណាអញ្ចឹងពេលដែលវាឡើងគឺឡើងប្រហែលជា60 70ឬក៏80ឬក៏ 100% ពីតម្លៃដែលយើងទិញក៏មានដែរអញ្ចឹងសម្រាប់ខ្ញុំកន្លែងហ្នឹងគឺពេលរឿងហ្នឹងកើតឡើងវាមិនមែនជារឿងចៃដន្យទេដោយសារតែខ្ញុំរងចាំវារួចហើយរងចាំមិននេះណាគឺពេលដែលខ្ញុំឃើញឱកាសហ្នឹងធ្លាក់វាធ្លាក់មកអញ្ចឹងដោយសារតែ earning របស់វាអត់ទៅតាមឬក៏អត់ដល់អ្វីដែលគេរំពឹងទុកវាធ្លាក់ 20% ជាងនិយាយមែនពេលហ្នឹងគឺខ្ញុំច្បាស់ទិញកន្លែងហ្នឹងទិញចំកន្លែងល្អហ្មងហេតុអីបានជាទិញចំកន្លែងល្អអញ្ចឹងវាអាចថាដោយសារតែខ្ញុំមានមន្តអាគមឬក៏ចេះមើលអត់ទេដោយសារតែគឺវាជាក្រុមហ៊ុនល្អកាលណាវាជាក្រុមហ៊ុនល្អលក់នៅក្រោមតម្លៃ intrinsic value លាក់មកអញ្ចឹងគឺវាយងាប់ក៏ខ្ញុំទិញដែរប៉ុន្តែអាចចុះទៅបន្តទៀតទេចំណែកគឺវាអាចបន្តចុះទៅទៀតណាគាត់ថាចុះក៏ចុះមិនចុះក៏អត់ទេឲ្យតែលក់ក្រោមតម្លៃ intrinsic value តម្លៃពិតរបស់វាគឺខ្ញុំទិញហើយឧទាហរណ៍ថាតម្លៃពិតរបស់វាគឺនៅប្រហែលជា120ប៉ុន្តែវាលក់នៅក្នុងតម្លៃ$74អាហ្នឹងគឺកំណត់ថាវាលក់នៅក្រោម intrinsic value ហើយយ៉ាពេលដែលទិញមកគឺនិយាយមែនមួយឆ្នាំជាងហ្នឹងពី10ខែហ្នឹងគឺអត់ទៅណាទេទៅមកពេលខ្លះធុញចិត្តដែរប៉ុន្តែដោយសារតែរឿងវិនិយោគហ្នឹងវាត្រូវការឲ្យយើងបកកែគ្រប់គ្រងអារម្មណ៍អញ្ចឹងបើសិនជាយើងអត់ចេះគ្រប់គ្រងអារម្មណ៍ទេច្បាស់ណាស់ទៅមកទាំងអស់គ្នាធុញចិត្តលក់ឯងចោលបាត់ណាតែសម្រាប់ខ្ញុំអត់ទេដោយសារតែដឹងថាអាហ្នឹងវាស្ថិតនៅក្នុងដំណាក់កាលមួយ compression ហើយសង្កត់ហើយសម្ពាធជាមួយនឹង share price ហើយអត់យូរទេវាគង់តែផ្ទុះទេវាគង់តែ pop up ទេ and then ចុងក្រោយឃើញទេគាត់ធ្វើចុងក្រោយមុនហ្នឹងគឺវា pop up មែនពីឥឡូវមកដល់ពីកន្លែងទិញមកដល់ឥឡូវហ្នឹងគឺវាឡើងប្រហែលជា110% ជាងហើយផលចំណេញរបស់ខ្ញុំណាអញ្ចឹងមកគិតទៅគឺប្រហែលដូចជា12ខែជាងតែ13ខែចឹងវាឡើងប្រហែលជា110% ជាងច្រើនទេវាច្រើនសួរតែរឿងហ្នឹងវាកើតឡើងជាមួយក្រុមហ៊ុនទាំងអស់ហ៎ថាវាអត់ទេវាកើតឡើងជាមួយតែក្រុមហ៊ុនរ៉ូស៊ីចំណេញទេតែបើសិនជាក្រុមហ៊ុនរ៉ូស៊ីអត់ចំណេញទេអាចមានតម្រងបែបហ្នឹងដែរវា compression ណាទៅមកប៉ុន្តែវាអត់ទៅលើទេគឺវាទៅក្រោមវិញអាហ្នឹងក្រុមហ៊ុនដែលអត់រកស៊ីចំណេញតែបើក្រុមហ៊ុនរកស៊ីចំណេញកុំភ័យឲ្យតែមានរឿងហ្នឹងកើតឡើងវាគង់តែមានពេលមួយផ្ទុះទេកាលណាផ្ទុះវាឡើងគឺមិនមែនតិចភាគរយទេ 100% 200% ក៏មានដែរអាហ្នឹងគឺជាអ្វីដែលយើងចង់បានហើយឥឡូវគឺតើអ្នកគ្នាដឹងកន្លែងហ្នឹងហើយគឺទៅរកក្រុមហ៊ុនដែលមានអាការៈបែបហ្នឹងមកអាការៈដែលថាវារកស៊ីចំណេញប៉ុន្តែ share price របស់វាគឺធ្លាក់ចុះផលចំណេញគឺការឡើង share price គឺធ្លាក់ចុះអាហ្នឹងគឺជាចំណុចដែលសំខាន់តែរកមកបើរកបានមានសមត្ថភាពទៅរកក្រុមហ៊ុនអញ្ចឹងផលចំណេញរបស់ទាំងអស់គ្នានៅពេលខាងមុខគឺក៏មិនតិចដែរអាចនិយាយបានថាអ្នកវិនិយោគដែលពូកែហើយតែបើសិនជាទាំងអស់គ្នាអត់ចង់ទេមិនចង់ចំណាយពេលជាមួយវាទេនៅជាមួយ Finance Power យើងមកគឺយើងដើររកក្រុមហ៊ុនបែបហ្នឹងឲ្យយ៉ាគឺការងាររបស់យើងគឺទៅរកក្រុមហ៊ុនអញ្ចឹងដើម្បីយកមកវិនិយោគពេលដែលយើងរកបានគឺយើងប្រាប់នៅក្នុងក្រុមហ្នឹងហើយអូខេចូលទៅក្នុងហ្នឹងទៅគឺយើងចាប់យកផលចំណេញទាំងអស់គ្នាអញ្ចឹងជាមួយ Fortinet យ៉ាពេលដែលពួកយើងទិញគឺយើងប្រកាសប្រាប់នៅក្នុងក្រុមហ្នឹងដូចគ្នាអញ្ចឹងតែក្រុមហ្នឹងគឺល្អហើយអាចចូលទិញបានទោះបីជាវាឡើងឬក៏វាចុះក៏ដោយកុំភ័យតែមុខទៀតគឺវាដឹងតែ pop up ការឡើងចំណេញច្រើនហើយ and then មកដល់ឥឡូវហ្នឹងគឺចាវាចំណេញច្រើនមែនហើយក៏មានក្រុមហ៊ុនខ្លះទៀតគឺវាចំណេញច្រើនជាងហ្នឹងណា500% 1000% 2000% ក៏មានដែរអូខេអានេះគឺជាក្រុមហ៊ុនមួយទៀតណាដែលវាមានឈ្មោះថា Fair Isaac ឬក៏ FICO យើងហៅឈ្មោះកាត់ឬក៏ខ្លីរកវាទៅហើយខ្ញុំក៏បានទិញដែរប៉ុន្តែមិនទិញកន្លែងនេះទេអានេះគឺគ្រាន់តែយកគំរូហ្នឹងមកឲ្យបងប្អូនគ្នាមើលទេគំរូដែលថាពេលដែលវារកស៊ីចំណេញ share price វាអត់ដើរតាមទេវាឡើងវាចុះដល់ពេលមួយគឺវា pop up វាឡើងច្រើនមែនតើឃើញទេអញ្ចឹងគឺអានេះ Fair Isaac ណាយ៉ាអានេះបើសិនជាយើងមើលទៅគឺប្រហែលជា2021រហូតដល់2022 23ជាងហ្នឹងទើបវា pop មានន័យថាករណីដែលវារងសម្ពាធអញ្ចឹង compression អញ្ចឹងពេលខ្លះក៏វាចំណាយពេល1ខែ2ខែពេលខ្លះក៏1ឆ្នាំពេលខ្លះក៏2ឆ្នាំឬក៏យ៉ាងយូរណាក៏3ឆ្នាំដែរអាហ្នឹងហើយបានជាយើងនិយាយថាការវិនិយោគវាត្រូវឲ្យយើងប្រកែកគ្រប់គ្រងអារម្មណ៍គ្រប់គ្រងត្រង់ថាឬក្រុមហ៊ុនបានល្អហើយក៏មិនប្រកាសថាវាឡើងភ្លាមដែរដល់ពេលមួយមានពេលមួយគឺវារងអាសម្ពាធអញ្ចឹង compression អញ្ចឹងរកស៊ីចំណេញប៉ុន្តែអត់ការឡើងទេ share price បែរជាចុះឬក៏នៅមួយកន្លែងអញ្ចឹងពេលដែលយើងរកបានក្រុមហ៊ុនបែបហ្នឹងហើយទិញហើយបើអត់ចេះគ្រប់គ្រងអារម្មណ៍ទេច្បាស់ណាស់ទាំងអស់គ្នាអាចនឹងលក់ពាក់កណ្ដាលផ្លូវមុនពេលដែលវា pop up ឬក៏ការឡើងអញ្ចឹងរើសក្រុមហ៊ុនបែបហ្នឹងបានហើយគ្រប់គ្រងអារម្មណ៍ឲ្យបានទៀតដោយរំពឹងថាទៅមុខទៀតគឺវាដឹងតែការឡើងហើយ share price ហ្នឹងដោយសារតែវាជាក្រុមហ៊ុនមួយដែលល្អទប់អារម្មណ៍ទៅយ៉ាហើយរងចាំផលចំណេញណា
Chẳng phê Isaac rồi có phải cố vì lang cho bạn nâng rửa về bài chỉ mà năm pi trăm chiếng từ việc họp cái nào việc họp việc ca lang cha nè cứ tung rồi phía rồi ảnh nó pi bay rồi phía rồi ta lại nó cứ việc lẹ mà quên nhảy bên tay cũng không bao ở vậy để sắm khăn cứ cái lại nè nhé chẳng cứ nhẫn việc khác cứ việc cái này việc lấy việc làm việc cái này việc là hỗ trợ năm mấy nó từ việc họp à còn là thế ở vậy đây vừa con nó cứ con môn này là miên pe môi cứ việc rồi à sắm pít bạn nâng ạ vì miên trở nên chẳng ạ rồi si trở nên bên tay share price ở càng làng ở trong khói tìm bằng pot cứ việc tu làm từ bên np nào mùi p đàn tìm xá chập ở đòn thá rồi có khơi thá ố ở càng mà đòi lại chống sầm rọc tình tới phụ ai share price bảo biết cứ càng đang dành tràn bạn nâng anh ấy cứ phải cầu nè miên trong môn tràn chỉ nâng tiết đài vía miên à cả đặc bạn nâng hay lang tràn chẳng p đài vì miên à càng mà đòi hay dương từ một tiết nâng đơn này ta miên trong môn ấy mỗi tiết này nó không nâng cứ miên trong môn mà chỉ luôn tiết đài vì cùng pung tài phá nhà các bạn nâng cho môn nâng tiệp xe ba chục bọn nâng cả lời nâng hai cũng thấy trong nâng nôm đó này từ mưa cùng môn từ on nông là cái đặc biệt perfect cho một a châu tinh bàn phim từ một hai cùng môn khác có ở đài bàn tay trong lướt và hai pi cùng môn đài vì miên là cả đạn trắng hay dương ai tự đặt lưới tinh được có video sầm rạp để về lòng thơm bàn thì cái tỏ này đang này anh lấy cái nhóm mà sập ở vậy đài vì cả lang cho môi nâng cả này bạn nâng á chẳng cho môi cùng môn đài thật này cái nông standard pip compression được trong gì chứ compression lại nó cứ dương đang ấy thế p đài về rồi si cho nên tại share price nó bảo viễn cứ lang vì cho alternative anh ấy cứ nơi cái nông standard pip compression này p đài về miền đường cả láng vì ai tha dạ p đài vì nơi nó cứ khá tay của chap khá tay của you tới yeah chẳng bớt sân chi ta vào bây giờ là bậc nhóm khá cứ vì cái này p 2 triệu 7 khái khá có 2 triệu mà chấm được có pi năm mình chẳng tới cái cùng hôn vì ai thật nơi cái nông standard pip compression nè là cái nào đối dương vậy chẳng cứ vì rồi si cho nên tại share price cứ alternative nếu mà cả vol nắng để có cả này khả tiết cứ rồi si cho nên có thể share price nó cứ vì bài chỉ làm bài cho cả ông còn miền đây chẳng pi cả này nè khác rồi si cho nên có thể share price từ màu anh nó có compression đây mỗi tiết cứ rồi si cho nên có thể share price bài chỉ làm bài cho cái nào anh nó có compression đây bàn tay vì miền cả này mỗi cứ là all maintain bởi sân chỉ miền đường cả làng rồi si cho nên có thể share price lại cho cả này nó cứ là all khăn maintain hai bởi sân chỉ thọ cái này đơn giản chứ khơi cả này nắng men rương nâng cả láng cho mùi nâng còn một bàn nắng cũng phải tại một tiết quy nâng tu vậy share price bảo vía nâng pop up là hay càng lang cho anh tiệp họ anh đức trong project mà đòn hay mà đòn thiện trắng về đại tỏ cái đi miền sầm mặt tập hiệpឬក៏សំណាង rồi ឃើញ ក្រុមហ៊ុន ដែល មាន អាការៈ បែប ហ្នឹង ហើយ អាច និយាយ បាន ថា តើ គ្នា មាន ឱកាស នៅ ក្នុង ការ ដែល ចំណេញ បាន ច្រើន ហើយ ប៉ុន្តែ មួយ ទៀត ណា ក៏ អាច បំផ្លាញ តើ គ្នា ដែរ គឺ បើសិនជាទាំងអស់គ្នាអត់ចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អទេការដែលយើងគ្រប់គ្រងអារម្មណ៍បានល្អកន្លែងហ្នឹងគឺវាតម្រូវឲ្យយើងដឹងពីធម្មជាតិរបស់វាដែរដឹងពីធម្មជាតិរបស់ក្រុមហ៊ុនល្អដែរមានន័យថាម៉េចមានន័យថារឿង compression ដែលវាកើតឡើងជាមួយនឹងក្រុមហ៊ុនមួយហ្នឹងក្រុមហ៊ុនវារកស៊ីចំណេញទេប៉ុន្តែ share price ហ្នឹងវាអត់កើនឡើងវាបែរជាធ្លាក់ចុះអីចឹងទៅ share price របស់វាគឺទៅមុខទៀតវាដឹងតែកើនឡើងហើយប៉ុន្តែករណីហ្នឹងគឺធម្មជាតិរបស់វាកើតមានជាមួយនឹងតែក្រុមហ៊ុនដែលល្អតែប៉ុណ្ណោះកើតមានជាមួយនឹងក្រុមហ៊ុនដែលល្អទេក្រុមហ៊ុនដែលល្អគឺអត់ទេតែវាធ្លាក់ឲ្យគឺធ្លាក់ចឹងអញនិយាយបានថាក្រុមហ៊ុនដែលអត់ល្អវាដូចជាកែវយើងធ្លាក់ចឹងទៅគឺទៅដល់ដីមិនគឺវាដឹងតែបែកខ្ចាយអត់មានបោនឡើងមកវិញទេប៉ុន្តែក្រុមហ៊ុនដែលល្អវាដូចជាបានចឹងបើធានាចឹងទៅយើងធ្លាក់ឲ្យមិនច្បាស់ណាស់គឺវាបោនឡើងមកវិញខ្ពស់ជាងមុនទៅទៀតបើយើងបោកវាទៀតវាកាន់តែកើនឡើងខ្ពស់ទៅវិញលោតឡើងទៅវិញណាអាហ្នឹងគឺករណីធៀបបែបហ្នឹងចឹងម្ដងទៀតណារឿងហ្នឹងការនៃ compression ហ្នឹងវាកើតឡើងជាមួយនឹងក្រុមហ៊ុនដែលល្អតែប៉ុណ្ណោះមួយទៀតវាទាមទារឲ្យយើងចេះគ្រប់គ្រងអារម្មណ៍ដែរអារម្មណ៍ដែលថាពេលខ្លះវាធ្វើស៊ីយើងមែនតើវាអត់កើតឡើងភ្លាមទេវាអត់ pop up ភ្លាមទេវាចំណាយពេល 4-5 ខែឬក៏12ខែមួយឆ្នាំឬក៏2ឆ្នាំអីក៏មានដែរអញ្ចឹងបើសិនជាយើងរើសបានក្រុមហ៊ុនល្អហើយប៉ុន្តែយើងអត់ចេះគ្រប់គ្រងអារម្មណ៍ទេផលចំណេញច្រើនហ្នឹងក៏អត់អាចបានដែរដោយសារតែយើងអាចនឹងលក់មុនពេលដែលវា pop up ឡើងអញ្ចឹងទៅអញ្ចឹងវាទាមទារឲ្យយើងប្រកែកគ្រប់គ្រងអារម្មណ៍ទៀតហើយដើម្បីគ្រប់គ្រងអារម្មណ៍បានវាតម្រូវឲ្យយើងហ្នឹងយល់ពីធម្មជាតិរបស់ទីផ្សារហ្នឹងដែររបស់ក្រុមហ៊ុនបែបហ្នឹងដែរធម្មជាតិមិនទៅងាយណាស់ក្រុមហ៊ុនដែលល្អនៅក្នុងរយៈពេលវែង share price របស់វាគឺដឹងតែដើរទៅតាមសមត្ថភាពរកស៊ីរបស់វាតែនៅក្នុងរយៈពេលខ្លីវាអាចនឹងមិនដើរតាមទេគ្រាន់តែថានៅក្នុងរយៈពេល long term រយៈពេលវែង 100% គឺវាដឹងតែដើរតាមហើយគឺវាដឹងតែដើរតាមហើយទោះបីជាឥឡូវហ្នឹងរកស៊ីចំណេញប៉ុន្តែវាទៅមកឬក៏ធ្លាក់ចុះ
តែមុខទៀតគឺវាដឹងតែឡើងទៅវិញហើយដូចសងអញ្ចឹងណានិយាយប្រើពាក្យអញ្ចឹងទៅអាហ្នឹងគឺបែបហ្នឹងណាយ៉ាគ្រប់គ្រងអារម្មណ៍ឲ្យបានដែរទើបអាចទទួលបានផលចំណេញច្រើនឥឡូវយើងមកមើលឧទាហរណ៍មួយចំនួនដែលវាមានអាការៈបែបហ្នឹងទៅអានេះគឺក្រុមហ៊ុនមួយដែលមានឈ្មោះថា Ablowin ណា Ablowin គឺវាកើតមានអាការៈបែបហ្នឹងនៅកំឡុងឆ្នាំ2020ជាង2021ហ្នឹងគឺវាមានអាការៈបែបហ្នឹងអាការៈដែលថាក្រុមហ៊ុនហ្នឹងគឺរកស៊ីចំណេញពីមួយ quarter ទៅមួយ quarter គឺវាកើនឡើងប៉ុន្តែ share price ទាំងអស់គ្នាឃើញហើយអាពូយ៉ាងខៀវខ្ចីហ្នឹងគឺវាធ្លាក់ចុះទាំងអស់គ្នាឃើញបច្ចាស់អត់សមត្ថភាពរកស៊ីគឺវាកើនឡើងប៉ុន្តែ share price គឺវាធ្លាក់ចុះអាហ្នឹងឃើញអត់វាមានន័យថាម៉េចវាមានន័យថាកំពុងតែស្ថិតនៅក្នុងសភាពការមួយគឺ compression ហ្នឹងអាសម្ពាធហ្នឹងគឺវាកាន់តែតឹងធំទៅហើយដល់ពេលមួយមិនច្បាស់ណាស់គឺវានឹងផ្ទុះប៉ុន្តែមិនវាមិនដឹងថារយៈពេលប្រហែលទេគ្រាន់ថាទៅមុខទៀតវានឹង pop up ហើយយ៉ាដល់ពេលជាក់ស្ដែងទៀតពិតមិនប្រហែលឆ្នាំក្រោយមកវាមិនគឺវាទៅមកវាធ្លាក់ដល់ពេលមួយគឺវាអស់កន្លែងធ្លាក់ហើយវាជប់ធ្លាក់ហើយវាមិនទៅវិញច្បាស់ណាស់គឺវាកើនឡើងច្រើនទៀតផងរហូតដល់ 3000-4000% ក៏មានដែរឃើញអត់អាហ្នឹងគឺជាមួយនឹងក្រុមហ៊ុនដែលវាល្អទេហើយមិនបានល្អគឺវារកស៊ីចំណេញវារកស៊ីកើនឡើងផលចំណេញរបស់វាគឺកើនឡើងតែ share price គឺវាមិនវាដើរប្រច្រាស់គ្នាហើយវាអត់យូរទេដូចយើងនិយាយចឹងទៅមុខទៀតវានឹងកើនឡើងទៅវិញហើយព្រោះថា share price គឺវាដើរតាមសមត្ថភាពរកលុយរបស់ក្រុមហ៊ុនណាឃើញអត់អញ្ចឹងជាមួយ Ablowin វាចំណាយពេលច្រើនឆ្នាំដែរតាំងពី2020រហូតដល់2022អញ្ចឹងបើសិនជាគិតទៅប្រហែលជា2ឆ្នាំជាងដែរទើបវា pop ហើយពេលដែលវា pop ហើយកុំភ័យវាមិនមែនកើនឡើងតិចទេគឺច្រើនណា Ablowin គឺកើនឡើងប្រហែលជា 4000% ណា 4000% គេទៅប្រហែលជាប៉ុន្មានលុយរបស់បងប្អូននេះគឺកើនឡើង40 ដងណាអញ្ចឹងមិនតិចទេអានេះគឺ Ablowin ហើយក្រុមហ៊ុនមួយទៀតគឺ Palantir Technology ណាក្រុមហ៊ុន Ablowin មុនហ្នឹងគឺខ្ញុំអត់បានចាប់យកផលចំណេញទេហើយបានវិនិយោគជាមួយវាទេប៉ុន្តែក្រុមហ៊ុន Palantir គឺខ្ញុំមានឱកាសមានសំណាងបានចូលទិញវាណាវាដូចគ្នាដែរឃើញអត់សមត្ថភាពរកលុយរបស់វារកស៊ីចំណេញវារកស៊ីកើនឡើងប៉ុន្តែ share price របស់វាគឺធ្លាក់ឃើញដែរបច្ចាស់គ្នាអត់កន្លែងហ្នឹងវាបច្ចាស់រកស៊ីចំណេញប៉ុន្តែ share price អត់កើនឡើងទេបើយើងធ្លាក់ចុះទៅវិញប្រហែលជាប៉ុន្មានតាំងពីឆ្នាំ2020មករហូតដល់2022ដែរអញ្ចឹងគឺវាដើរបច្ចាស់គ្នាប្រហែលជា2ឆ្នាំជាងដែរអញ្ចឹងពេលដែលរឿងនឹងកើនឡើងគឺវាកំពុងតែស្ថិតនៅក្នុងអាការៈបែប compression ដែររកស៊ីកើនឡើងប៉ុន្តែ share price វាដាំក្បាលចុះក្រោមអត់យូរទេដូចយើងនិយាយអញ្ចឹងវាគង់តែកើនឡើងទេអាច 3-4 ខែឬក៏1ឆ្នាំឬក៏2ឆ្នាំដូច Palantir ឬក៏ដូច Ablowin អីចឹងតែប៉ុន្តែពេលដែលវា pop ពេលដែលវាកើនឡើងគឺវាច្រើនខ្លាំងមែនតើ Palantir ខ្ញុំចូលទិញប្រហែលជាល្បាក់តម្លៃ$14នៅក្នុងមួយ share ទេកាលនោះណាហើយវាកើនឡើងរហូតដល់ប្រហែលជាតម្លៃ$180ទៅ$200ទើបខ្ញុំលក់ចេញខ្លះទៅអញ្ចឹងគឺវាកើនឡើងច្រើនណាទើបប្រហែលជា7ទៅ800%ណោះកំឡុងពេលដែលខ្ញុំលក់ចេញហ្នឹងគឺវាមានអាការៈបែបហ្នឹងជាមួយនឹងក្រុមហ៊ុន Palantir ណាវាកើនឡើងមិនមែនម្ដងពីរដងទេប៉ុន្តែវាកើនឡើងច្រើនដងទៅហើយជាមួយនឹងក្រុមហ៊ុនល្អអញ្ចឹងរកស៊ីចំណេញរកស៊ីកើនឡើងប៉ុន្តែ share price ដាំក្បាលចុះក្រោមគឺវាបង្កើតឲ្យមានសភាពការមួយ compression ហើយសង្កត់ឬរសើអញ្ចឹងពេលដែលវាលែងទៅវិញពេលដែលទីផ្សារចាប់អារម្មណ៍ទៅវិញអូនិយាយមែនគឺឡើងច្រើនខ្លាំងមែនតើអាពីហ្នឹងគឺជាករណីដែលវាកើតឡើងរួចរាល់ទៅហើយទៅមុខទៀតតើគ្នាឆ្ងល់ថាអាហ្នឹងប្រវត្តិហ្នឹងហ្មងរឿងដែលហួសទៅហើយហ្នឹងចុះទៅមុខទៀតអញ្ចឹងអត់ទៅមុខទៀត 100% គឺនៅតែបែបហ្នឹងណាហើយវាគង់តែកើតមានឡើងជាមួយក្រុមហ៊ុនជាក់លាក់ណាមួយទេអញ្ចឹងអ្វីដែលត្រូវធ្វើគឺទៅរកក្រុមហ៊ុនដែលមានអាការៈបែបហ្នឹងអាចនឹងមានអាការៈអញ្ចឹងទៅរកវាឲ្យឃើញហើយចាំសិក្សាហើយចាំដាក់លុយវិនិយោគជាមួយវាទៅតើអ្នកគ្នានឹងមានឱកាសនៅក្នុងការចំណេញបានច្រើនដូចជាខ្ញុំអញ្ចឹងជាមួយនឹង Palantir ណាអូខេឥឡូវយើងមកនិយាយពីក្រុមហ៊ុនមួយចំនួនដែលវាកំពុងតែមានអាការៈបែបហ្នឹងទៅអាការៈដែលថាក្រុមហ៊ុនគឺរកស៊ីចំណេញទេប៉ុន្តែ share price បែរជាដាំក្បាលចុះក្រោមគឺអាការៈដែលយើងកំពុងតែដើររងអញ្ចឹងហើយក្រុមហ៊ុននេះគឺមានឈ្មោះថា Duolingo វាគឺជាក្រុមហ៊ុនមួយដែលរកស៊ីចំណេញហើយផលចំណេញរបស់វាគឺកើនឡើងពីមួយ quarter ទៅមួយ quarter ច្រើនមែនទែនប៉ុន្តែពេលដែលយើងមើលទៅលើ share price គឺវាដើរប្រច្រាស់ទៅវិញមានន័យថាកំពុងតែបង្ហាញអាការៈ compression ដែលយើងបាននិយាយគ្នាកន្លងមកហើយអញ្ចឹងគឺឃើញបែបហ្នឹងហើយតើអ្នកគ្នាអាចនឹងមានអារម្មណ៍ថាអូឥឡូវមកដល់ហើយប៉ុន្តែដូចជាមិនទុកចិត្តទេបងវាកំពុងតែធ្លាក់ច្រើនណាអញ្ចឹងអាចនឹងមានអាការៈ
ឡើងទៅវិញអត់មកទៅពេលខាងមុខទៀតយើងអាចនិយាយបាន100%ថាវានឹងឡើងឬក៏អត់ទេប៉ុន្តែភាគរយដែលវានឹង pop up ឡើងទៅវិញណាពេលដែលទីផ្សារអាចថាភ្ញាក់ខ្លួនឬក៏ដឹងមកវិញវាច្រើនហើយពេលដែលវាឡើងនិយាយមែនអត់តិចជាង 1000% ទេអត់តិចជាងហ្នឹងទេអាចច្រើនជាងហ្នឹងក៏មានដែរប៉ុន្តែសួរតារយៈពេលប្រហែលយើងអត់ដឹងទេអត់ដឹងត្រង់ថាពេលណាដែលវាចប់ compression ហ្នឹងហើយគ្រាន់តែថាពេលដែលវាចប់វានឹងផ្ទុះឡើងទៅវិញហើយហេតុអីបានអញ្ចឹងព្រោះយើងមើលទៅលើសមត្ថភាពរលុយរបស់ Duolingo ហ្នឹងឃើញទេយើងទាំងអស់គ្នាមើលនៅក្នុងហ្នឹងទៅគឺឃើញហើយ share price ដាំក្បាលចុះក្រោមគណៈពេលដែលសមត្ថភាពរលុយរបស់វាគឺការឡើងច្រើនអញ្ចឹងគឺវាកំពុងតែដើរប្រច្រាស់ច្រើនមែនតើវាអាចនៅក្នុងហ្នឹងរយៈពេលប្រហែលខែអីទៀតទៅឬក៏ឆ្នាំអីចឹងទៅប៉ុន្តែដល់ពេលមួយបើសិនជាវានៅតែមានអាការៈអញ្ចឹងរកស៊ីចំណេញអញ្ចឹងធានាមកអត់យូរវានឹង pop up ឡើងហើយ share price ហើយឡើងគឺមិនតិចភាគរយទេគឺអាចខ្ទង់ 1000% ណាអានេះគឺជាអ្វីដែលខ្ញុំអាចថាធ្វើការស្រាវជ្រាវហើយបានដាក់លុយវិនិយោគជាមួយនឹង Duolingo ហ្នឹងច្រើនដែរហើយអូខេ Duolingo គឺកំពុងតែមានអាការៈបែបហ្នឹងណាអញ្ចឹងតើអ្នកអាចចូលវិនិយោគទៅតែបើសិនជាមិនទាន់ច្បាស់ទេ research បន្ថែមទៀតអីក៏បានដែរគាត់ថាអ្វីដែលខ្ញុំអាចនិយាយបានគឺ Duolingo វាកំពុងតែបង្ហាញអាការៈដែលយើងបាននិយាយគ្នាកន្លងមកហ្នឹងមួយជាមួយនឹង Duolingo ក្រុមហ៊ុនទី2គឺ Microsoft តើអរនេះស្គាល់ហើយក្រុមហ៊ុន Microsoft ពីដើមទីមកគឺ share price របស់វាដើរតាមសមត្ថភាពរលុយណាស់គឺថេណាទៀងណាអញ្ចឹងមានពេលខ្លះគឺ share price របស់វាឈួតដែរដោយការពីឆ្នាំ2022 23អញ្ចឹងគឺសមត្ថភាពរលុយរបស់វាគឺកើនឡើងប៉ុន្តែ share price គឺវាបែរជាធ្លាក់ចុះដាក់អូខេដែរ share price បែរជាធ្លាក់ចុះឃើញអត់អញ្ចឹងវាដើរប្រច្រាស់គ្នាប្រច្រាស់រកស៊ីចំណេញរកស៊ីកើនឡើងប៉ុន្តែ share price ធ្លាក់ចុះសួរហ្នឹងវាកើនឡើងរយៈពេលប្រហែលខែប្រហែលឆ្នាំទៅយើងអត់ដឹងទេប៉ុន្តែអ្វីដែលយើងអាចដឹងបានគឺទៅមុខទៀតឲ្យតែវានៅតែមានសមត្ថភាពរកស៊ីចំណេញរកស៊ីកើនឡើងកុំភ័យតម្លៃរបស់ក្រុមហ៊ុនហ្នឹងវាគង់តែឡើងទេអញ្ចឹងមិនយូរមិនឆាប់វាតម្លៃរបស់វាគឺកើនឡើងទៅវិញមែនកើនឡើងទៅវិញមែនច្រើនទៀតផងណាប៉ុន្តែឥឡូវហ្នឹងគឺវាកំពុងតែបង្ហាញអាការៈឈួតឡប់ហ្នឹងទៀតហើយមានន័យថាសមត្ថភាពរលុយរបស់វាគឺនៅតែកើនឡើងពីមួយ quarter ទៅមួយ quarter ពីមួយឆ្នាំទៅមួយឆ្នាំប៉ុន្តែ share price គឺវាឈួតឡប់ធ្លាក់ចុះទៅវិញដើរប្រច្រាស់ទៅវិញអាហ្នឹងគឺជាឱកាសរបស់យើងហើយជាមួយនឹងក្រុមហ៊ុន Microsoft សួរតែអាចចូលវិនិយោគបានទេចម្លើយគឺថាអរគុណអាចចូលវិនិយោគបានដោយសារតែទី1ក្រុមហ៊ុន Microsoft ជាក្រុមហ៊ុនល្អទី2វាគឺកំពុងតែបង្ហាញអាការៈ compression ហ្នឹងហើយរកស៊ីចំណេញប៉ុន្តែ share price វាឈួតឡប់វាដើរប្រច្រាស់ពីគេអាហ្នឹងគឺជាឱកាសមាសដែលខ្ញុំបាននិយាយហ្នឹងហើយជាមួយនឹងក្រុមហ៊ុន Microsoft ណាអញ្ចឹងគឺ2ហើយទី1 Duolingo ទី2 Microsoft ហើយក្រុមហ៊ុនទី3និយាយមែនអេមខ្លាំងមែនតើគឺ Now ដែលមានឈ្មោះពេញរបស់វា ServiceNow ក៏មិនខុសអីពី Microsoft ហើយនឹងក្រុមហ៊ុនដទៃទៀតដែរពីដើមទីមក share price របស់វាគឺដើរទៅតាមសមត្ថភាពរលុយណាគឺផលចំណេញកើនឡើង revenue កើនឡើង share price របស់វាក៏កើនឡើងដែរប៉ុន្តែកាលពីកំណត់ឆ្នាំ2022-23ក៏ដូចជា Microsoft អញ្ចឹងគឺវាដើរប្រច្រាស់សមត្ថភាពរលុយកើនឡើងប៉ុន្តែ share price បែរជាធ្លាក់ចុះហើយដល់ពេលមួយក្រុមហ៊ុនហ្នឹងវាអាចថានៅតែល្អអ្នកវិនិយោគចាប់ផ្ដើមងើបពីដេកណាឬក៏ភ្ញាក់រលឹកshare price របស់វាគឺវាឡើងទៅវិញយ៉ាងបង្ងើយប៉ុន្តែឥឡូវហ្នឹងគឺវាបង្ហាញអាការៈឈួតឡប់នឹងទៀតហើយគឺមិនសមត្ថភាពរលុយរបស់ ServiceNow គឺវានៅតែកើនឡើងល្អរកស៊ីចំណេញរកស៊ីកើនឡើងប៉ុន្តែ share price បែរជាឈួតឡប់លីលាដោយសារតែគេភ័យរឿងAnthropic វានឹងទីផ្សាររបស់ ServiceNow ឬក៏ពពួកខ្សែអញ្ចឹងតែអញ្ចឹងហើយបានជាធ្វើឲ្យក្រុមហ៊ុនហ្នឹង share price របស់វាធ្លាក់ទោះបីជាវារកស៊ីចំណេញក៏ដោយបែបហ្នឹងមានន័យថាម៉េចឱកាសមាសរបស់យើងគឺបានមកដល់ហើយមកដល់ត្រង់ថាវាចាប់ផ្ដើមដើរប្រច្រាស់ទៀតហើយសមត្ថភាពរលុយកើនឡើងប៉ុន្តែ share price ធ្លាក់ចុះវាគឺជាឱកាសមាសរបស់យើងហើយអាចចូលវិនិយោគបានទេចម្លើយគឺ 100% តើអ្នកគ្នាអាចចូលវិនិយោគបានហើយទី1គឺ ServiceNow ជាក្រុមហ៊ុនមួយដែលល្អទី2វាកំពុងតែដើរប្រច្រាស់អញ្ចឹងសមត្ថភាពរលុយកើនឡើងប៉ុន្តែ share price ធ្លាក់ចុះឱកាសមាសរបស់យើងគឺមកដល់ហើយអញ្ចឹងបាន3ក្រុមហ៊ុនហើយ ServiceNow មួយទៀតណា Duolingo Microsoft ServiceNow អ្នកនេះអាចចូលទិញបានមិនជាបញ្ហាអីទេហើយក្រុមហ៊ុនចុងក្រោយមានឈ្មោះថា Intuit ណាអានេះគឺតេតងជាមួយនឹងពន្ធការបង់ពន្ធបែប individual អញ្ចឹងទៅអត់ចាំបាច់ទៅញ៉ៃច្រើនទេ Intuit ក៏មិនខុសអីពី ServiceNow ហើយនឹង Microsoft ឯដែរគឺពីដើមទីមក
share price របស់វាគឺវាដើរទៅតាមសមត្ថភាពរលុយនឹងណារលុយកើនឡើង share price របស់វាក៏កើនឡើងដែរយ៉ាកើនឡើងដែរប៉ុន្តែឥឡូវហ្នឹងគឺវាកំពុងតែបង្ហាញអាការៈឈួតឡប់នឹងទៀតហើយយ៉ាគឺអាការៈដែលថារលុយចំណេញរលុយកើនឡើងប៉ុន្តែ share price បែរជាធ្លាក់ចុះឃើញបច្ចាស់ហ៎អាហ្នឹងគឺវាដើរបច្ចាស់ទៀតហើយដូចយើងនិយាយគ្នាមុននឹងអញ្ចឹងសមត្ថភាពរលុយកើនឡើងប៉ុន្តែ share price បែរជាដាំក្បាលចុះក្រោមឃើញអត់វាបច្ចាស់កន្លែងហ្នឹងហ៎អាហ្នឹងគឺជាអ្វីដែលយើងចង់បានហ្នឹងហើយវាគឺជាចំណុចដែលយើងហៅថាឱកាសមាសបានមកដល់ហើយឱកាសមាសដែលបង្ហាញថាមិនយូរទេក្រុមហ៊ុនហ្នឹងវានឹងងើបក្បាលឡើងទៅវិញហើយពេលដែលទីផ្សារភ្ញាក់ខ្លួនឬក៏ងើបពីដីអីចឹងទៅឃើញទេអញ្ចឹងជាមួយនឹង Intune ក៏បង្ហាញអាការៈបែបហ្នឹងដែរអានេះគឺជាក្រុមហ៊ុនមួយចំនួនដែលខ្ញុំនិយាយថាវាបង្ហាញអាការៈបែបហ្នឹងអាការៈដែលថាក្រុមហ៊ុនសមត្ថភាពរកស៊ីរបស់វាគឺកើនឡើងពីមួយ quarter ទៅមួយ quarter ប៉ុន្តែ share price របស់វាបែរជាដើមក្បាលចុះក្រោមអញ្ចឹងគឺវាកំពុងតែនៅក្នុងសភាពការមួយគឺ compression ដែរកាលណាវានៅក្នុងសភាពការហ្នឹងអត់យូរទេកាន់តែសង្កត់សម្ពាធកាន់តែកើនឡើងកាន់តែសង្កត់កាន់តែកើនឡើងអញ្ចឹងដល់ពេលមួយវាដូចជាពេលដែលយើងក្លុកកូកាអញ្ចឹងក្លុកទៅបើគម្របកូកាវានឹងផ្ទុះឡើងទៅលើហើយទទួលបានផលចំណេញច្រើនមែនតើយ៉ាក្រុមហ៊ុនប្រហែលហ្នឹងទាំងអស់គ្នាអាចដាក់លុយវិនិយោគនៅក្នុងរយៈពេល long term បានណាមិនជាបញ្ហាអីទេហើយអ្វីដែលត្រូវធ្វើបន្តទៀតខ្លាយទៅទិញហើយទាំងអស់គ្នាទប់អារម្មណ៍ទៅ hold ទៅកុំយកអារម្មណ៍ហ្នឹងមកដាក់កុំចាញ់មកវាណាព្រោះថាតែមកទៀតនិយាយបានថាវាដឹងតែការឡើងហើយ share price របស់វាទាំងអស់គ្នាដឹងតែចំណេញច្រើនពីការវិនិយោគជាមួយក្រុមហ៊ុនទាំងអស់ហ្នឹងហើយអូខេមានតែប៉ុណ្្នឹងទេ